ជំរាបសួរអស់រៀនថ្មីជាមួយនុតថ្ងៃនេះយើងរៀនអំពីពាក្យពេចន៍តាក់ទងជាមួយនឹងការដាក់ញត្តិភាសាខ្មែរហើយអ្នកទាំងអស់គ្នាក៏អាចមើលភាសាជប៉ុនបាននេះជាភាសាខ្មែរហើយនេះជាភាសាជប៉ុនហ្នឹងហើយអញ្ចឹងអ្វីដែលខ្ញុំចង់និយាយថ្ងៃហ្នឹងគឺសេរាងឈុហ្នឹងហើយចឹងរៀងវែងដែរចឹងអ្នកទាំងអស់គ្នាអាចមើលខ្លឹមសារនៅក្នុងហ្នឹងបានចឹងអ្វីដែលខ្ញុំចង់ណែនាំហ្នឹងគឺរៀនភាសាខ្មែរនិយាยទៅ website ថៃអ្នកទាំងអស់គ្នាអាចរៀនភាសាខ្មែរតាមនឹងបាន皆さん変える語を勉強する目的で私のビデオを見てるですね。それで今私ゆっくり変える語を喋ります。で、ある意味はさっき見せる、英語の翻訳もあるし、日本語もあるですので、ぜひ、どういう意味かどうか、後で自分でチェックしてくださいね。じゃあ、じっくり読みます。ញ៉ាត់សម្រាប់ការឈប់បាញ់ជាបន្ទាន់ការការពារជនស៊ីវិលនិងសន្តិភាពយូរអង្វែងរវាងកម្ពុជានិងថៃគោរពជូនចំពោះរាជរដ្ឋាភិបាលកម្ពុជានិងរាជរដ្ឋាភិបាលថៃរដ្ឋាភិបាលនៃបណ្ដាប្រទេសជាសមាជិកអាស៊ានក្រុមប្រឹក្សាសន្តិសុខនិងនយោបាយនៃសមាគមអាស៊ាนこの辺は書き間違えましたと思います。នឹងはនឹងស្រៈនយោបាយคลิกស្រៈអោហើយសមាគមនឹងដូចជាលេខ6ទេតែនេះសេទៅជាលេខ8អញ្ចឹងខុសដែរまあちょっとミスがあっても構わないですね理解できるかなរដ្ឋាភិបាលនៃបណ្ដាប្រទេស G20 សហភាពអឺរ៉ុបនិងរដ្ឋាភិបាលនៃបណ្ដាប្រទេសជាសមាជិកអគ្គលេខាធិការអង្គការសហប្រជាជាតិនិងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអូខេកកយើងខ្ញុំដែលជាម្ចាស់ហត្ថលេខាខាងក្រោមក្នុងនាមជាពលរដ្ឋនិងសមាជិកនៃសហគមន៍អន្តរជាតិសូមដាក់ញត្តិនេះដោយក្តីបារម្ភនិងសោកស្ដាយយ៉ាងខ្លាំងចំពោះជម្លោះប្រដាប់អាវុធដែលកំពុងរីកធំឡើងរវាងកម្ពុជានិងថៃនៅតាមបណ្ដោយព្រំដែនរួមនៃប្រទេសទាំងពីរអ្វីដែលបានចាប់ផ្ដើមជាការប៉ះទង្គិចគ្នាសារជាថ្មីរវាងកងកម្លាំងប្រដាប់អាវុធក្នុងខែកក្កដាឆ្នាំ2025បានក្លាយជាវិបត្តិដ៏ធ្ងន់ធ្ងរផ្នែកមនុស្សធម៌បរិស្ថានសេដ្ឋកិច្ចសង្គមនិងវប្បធម៌ទោះបីជាមានការអំពាវនាវម្ដងហើយម្ដងទៀតឲ្យមានការអត់ធ្មត់បន្ទាប់ពីការប៉ះទង្គិចគ្នាដំបូងក៏ដោយក៏អរិយភាពបានបន្តកើតឡើងដល់កម្រិតដែលមិនធ្លាប់មានពីមុនមកចាប់តាំងពីថ្ងៃទី7ខែធ្នូឆ្នាំ2025តទៅរួមមានការវាយប្រហារដោយកាំភ្លើងធំធុនធ្ងន់និងការវាយប្រហារតាមអាកាសលើតំបន់ដែលមានប្រជាជនស៊ីវិលរស់នៅនិងនៅជិតទីតាំងដែលមានតម្លៃវប្បធម៌និងជំនឿសាសនាដ៏ជ្រាលជ្រៅសម្រាប់ប្រទេសទាំងពីរ
ក៏ដូចជាសម្រាប់ពិភពលោកទាំងមូលខេត្តចំនួន7ស្ថិតក្នុងអណ្ដាតភ្លើងសង្គ្រាមខេត្តចំនួន14កំពុងផ្ដល់ជម្រកដល់ជនភៀសខ្លួនកម្ពុជាការពិតដែលពិភពលោកមិនត្រូវមើលរំលងនៅថ្ងៃទី7ខែធ្នូឆ្នាំ2025វេលាម៉ោង14:15នាទីម៉ោងក្នុងតំបន់កងកម្លាំងយោធាថៃបានចាប់ផ្ដើមការវាយប្រហារលើកងកម្លាំងកម្ពុជានៅតំបន់ព្រលានថ្មក្នុងស្រុកជាំខ្សាន្តខេត្តព្រះវិហារការប្រយុទ្ធគ្នាបានរីករាលដាលដល់តំបន់ផ្សេងទៀតក្នុងខេត្តព្រះវិហារជាពិសេសនៅតំបន់អានសេះនិងតំបន់ជុំវិញប្រាសាទព្រះវិហារចាប់ពីពេលនោះរហូតដល់ថ្ងៃទី19ខែធ្នូឆ្នាំ2025ការវាយប្រហារដោយកាំភ្លើងធំការទម្លាក់គ្រាប់បែកតាមអាកាសនិងការឈ្លានពានដោយយន្តហោះគ្មានមនុស្សបើកដ្រូនចូលក្នុងទឹកដីនិងលំហអាកាសកម្ពុជាមិនបានផ្អាកសូម្បីតែមួយថ្ងៃហើយសមរភូមិបានពង្រីកវិសាលភាពពីខេត្តព្រះវិហារឧត្តរមានជ័យនិងបន្ទាយមានជ័យរហូតដល់ខេត្តពោធិ៍សាត់និងកោះកុងនៅថ្ងៃទី8ខែធ្នូឆ្នាំ2025សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថាប្រសិនបើប្រទេសថៃពិតជាស្រឡាញ់សន្តិភាពនិងផ្ដល់តម្លៃដល់ទឹកដីរបស់ខ្លួនដោយដែលកម្ពុជាធ្វើមែននោះរដ្ឋាភិបាលនិងយោធាថៃគួរតែប្រកាន់ខ្ជាប់នៅការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមរយៈយន្តការដែលបានព្រមព្រៀងគ្នានិងកំពុងអនុវត្តដោយភាគីទាំងពីរក្នុងថ្ងៃដដែលនោះលោកនាយកសេនាធិការកងទ័ពភូមិន្ទថៃឧត្តមសេនីយ៍ឆៃយ៉ាព្រុកដោនប្រាផាតបានលើកឡើងថាគោលបំណងរបស់កងទ័ពគឺធ្វើឲ្យសមត្ថភាពយោធារបស់កម្ពុជាចុះខ្សោយក្នុងរយៈពេលយូរអង្វែងដើម្បីសុវត្ថិភាពកូនចៅរបស់យើងនាពេលអនាគតខណៈដែលនាយករដ្ឋមន្ត្រីថៃលោកអនុទីនឆាមវីរៈខុលបានថ្លែងថាចាប់ពីពេលនេះតទៅនឹងមិនមានការចរចាប្រភេទណាមួយឡើយប្រសិនបើចង់ឲ្យការប្រយុទ្ធគ្នាបញ្ឈប់កម្ពុជាត្រូវតែអនុវត្តតាមមាគ៌ាដែលកំណត់ដោយប្រទេសថៃគិតត្រឹមថ្ងៃទី19ខែធ្នូឆ្នាំ2025កម្ពុជាដែលមានសមត្ថភាពការពារជាតិនិងការវាយលុកផ្នែកយោធាតិចជាងថៃឆ្ងាយណាស់ត្រូវបានរងការវាយប្រហារយ៉ាងសន្ធាប់ពីកងកម្លាំងប្រដាប់អាវុធថៃទាំងនៅលើដីតាមព្រំដែនតាមសមុទ្រដោយកងទ័ពជើងទឹកនិងការវាយប្រហារជ្រៅចូលក្នុងទឹកដីអធិបតេយ្យភាពកម្ពុជាដោយកងទ័ពជើងអាកាសថៃបេតិកភណ្ឌប្រែក្លាយជាគំនរបាក់បែកកុមាររស់ក្នុងភាពភ័យខ្លាចតម្លៃមនុស្សធម៌ដែលកម្ពុជាកំពុងបង់ក្នុងសង្គ្រាមផលប៉ះពាល់នៃការសំទោសផលប៉ះពាល់នៃការវាយប្រហាររបស់កងទ័ពថៃលើប្រជាជន
និងបេតិកភណ្ឌកម្ពុជាមានលក្ខណៈបំផ្លិចបំផ្លាញនិងរីករាលដាលយ៉ាងខ្លាំងទោះបីជាមានការអះអាងពីភាគីថៃថាមានគោលដៅលើទីតាំងយោធាក៏ដោយការវាយប្រហាររបស់កងទ័ពថៃបានបំផ្លិចបំផ្លាញរថយន្តឈ្នួលស៊ីវិលផ្ទះសម្បែងនិងអាជីវកម្មរបស់ប្រជាពលរដ្ឋអគាររដ្ឋបាលស៊ីវិលហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដូចជាស្ពាននិងផ្លូវថ្នល់សណ្ឋាគារសាលារៀនរដ្ឋនិងមន្ទីរពេទ្យការវាយលុកដ៏កាចសាហាវរបស់ថៃលើកម្ពុជាបានឆក់យកជីវិតប្រជាពលរដ្ឋស៊ីវិលកម្ពុជាដ៏ស្លូតត្រង់ចំនួន18នាក់រួមទាំងទារកម្នាក់ផងដែរបង្កឲ្យមានអ្នករងរបួសចំនួន79នាក់និងធ្វើឲ្យប្រជាជនកម្ពុជាជាង498,200នាក់ត្រូវបោះបង់ចោលផ្ទះសម្បែងដើម្បីភៀសខ្លួនកុមារកម្ពុជាជាង25,400នាក់មិនបានចូលរៀនស្ថិតក្នុងភាពភ័យខ្លាចនិងរងវិបត្តិផ្លូវចិត្តការផ្លាស់ទីលំនៅដ៏ធំធេងនេះបានបង្កើតឲ្យមានវិបត្តិមនុស្សធម៌យ៉ាងធ្ងន់ធ្ងរដែលដាក់សម្ពាធយ៉ាងខ្លាំងលើសហគមន៍ទទួលជនភៀសខ្លួនអាជ្ញាធរមូលដ្ឋាននិងអង្គការមនុស្សធម៌នានាដីធ្លីរងជាតិពុលទំនាក់ទំនងត្រូវបានបំបែកបំបាក់ស្ត្រីបាត់បង់ស្វាមីកុមារបាត់បង់ឪពុកនិងការរស់ក្នុងភាពភ័យខ្លាចវិបត្តិនៃការរស់រានរបស់កម្ពុជាអរិយភាពបានបង្កើតគ្រោះថ្នាក់ដល់ជនស៊ីវិលយ៉ាងខ្លាំងការប្រើប្រាស់អាវុធធុនធ្ងន់និងការវាយប្រហារតាមអាកាសក្នុងឬក្បែរតំបន់ប្រជាជនរស់នៅបានបំផ្លាញផ្ទះសម្បែងនិងភូមិឋានរបាយការណ៍ស្តីពីការប្រើប្រាស់សារធាតុគីមីពុលនិងផ្សែងពុលបានបង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីផលប៉ះពាល់ភ្លាមៗនិងរយៈពេលវែងលើសុខភាពមនុស្សការងាប់សត្វពាហនៈការបំពុលដីនិងទឹកនិងការខូចខាតយូរអង្វែងដល់ប្រព័ន្ធអេកូឡូស៊ីដែលសហគមន៍តាមព្រំដែនពឹងផ្អែកសម្រាប់ជីវភាពរស់នៅហេដ្ឋារចនាសម្ព័ន្ធសាធារណៈនិងស៊ីវិលត្រូវបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរសាលារៀនស្ពានវត្តអារាមនិងផ្ទះសម្បែងប្រជាពលរដ្ឋត្រូវបានខូចខាតឬបំផ្លិចបំផ្លាញដែលរំខានដល់ការសិក្សាការទទួលបានសេវាចាំបាច់ការធ្វើដំណើរនិងជីវភាពសហគមន៍ទន្ទឹមនឹងនេះប្រាសាទតាក្របីប្រាសាទព្រះវិហារនិងប្រាសាទដទៃទៀតដែលជាទីតាំងមានតម្លៃប្រវត្តិសាស្ត្រវប្បធម៌និងជំនឿសាសនាដ៏មហិមាបានរងការខូចខាតដែលមិនអាចស្ដារឡើងវិញបានការបំផ្លិចបំផ្លាញនេះតំណាងឲ្យការបាត់បង់ដែលមិនអាចជំនួសបានមិនត្រឹមតែសម្រាប់កម្ពុជានិងក្នុងតំបន់ប៉ុណ្ណោះទេប៉ុន្តែសម្រាប់មនុស្សជាតិទាំងមូលវោហារសាស្ត្របែបអារ្យភាពការឈ្លានពាននិងជាតិនិយមជ្រុលពីសំណាក់ប្រទេសថៃនិងកម្ពុជាចំពោះគ្នាទៅវិញទៅមកប្រឈមនឹងការបង្កការខូចខាតដែលមិនអាចកែប្រែបានដល់ទំនាក់ទំនងគ្រប់ប្រភេទរវាងប្រជាជនថៃនិងកម្ពុជាសម្រាប់មនុស្សជំនាន់ក្រោយៗទៀតការអំពាវនាវឲ្យមានសកម្មភាពដើម្បីឆ្លើយតបនឹងវិបត្តិដែលកំពុងរីកធំឡើងនេះយើងខ្ញុំសូមអំពាវនាវដោយក្តីគោរពនិងយ៉ាងទទូចដល់រាជរដ្ឋាភិបាលកម្ពុជារាជរដ្ឋាភិបាលថៃរដ្ឋាភិបាលនៃបណ្ដាប្រទេសជាសមាជិកអាស៊ានក្រុមប្រឹក្សាសន្តិសុខនិងនយោបាយនៃសហគមន៍អាស៊ាន
រដ្ឋាភិបាលនៃបណ្ដាប្រទេស G20 សហគមន៍អឺរ៉ុបនិងរដ្ឋាភិបាលនៃបណ្ដាប្រទេសជាសមាជិកអគ្គលេខាធិការដ្ឋានអង្គការសហប្រជាជាតិនិងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឲ្យធ្វើសកម្មភាពរួមគ្នានិងម៉ឺងម៉ាត់ដើម្បីប្រយោជន៍នៃសន្តិភាពនិងសន្តិសុខយើងខ្ញុំសូមអំពាវនាវឲ្យមានសកម្មភាពជាបន្ទាន់លើចំណុចដូចខាងក្រោម1បដិសេធនិងកោតទោសរាល់វោហារសាស្ត្របែបអរិយភាពការញុះញង់ឲ្យមានសង្គ្រាមនិងការឈ្លានពានដែលមានបំណងបង្ខូចកេរ្តិ៍ឈ្មោះការដាក់ឲ្យស្ថិតក្រោមចំណុះនិងការធ្វើឲ្យភាគីណាមួយនៃចំនួនរងភាពអាម៉ាស់កោតទោសរាល់ប្រតិបត្តិការយោធាខុសច្បាប់ទាំងឡាយណាដែលផ្ដោតលើប្រជាជនស៊ីវិលនិងរំលោភលើអធិបតេយ្យភាពទឹកដីនៃភាគីចំនួនណាមួយជំរុញឲ្យកងទ័ពភូមិន្ទថៃបញ្ឈប់ជាបន្ទាន់នូវការវាយប្រហារតាមអាកាសនិងការឈ្លានពានដែលរំលោភលើទឹកដីអធិបតេយ្យភាពកម្ពុជានិងរាល់ការវាយប្រហារលើតំបន់ដែលមានប្រជាជនស៊ីវិលរស់នៅជំរុញឲ្យភាគីចំនួនទាំងពីរព្រមព្រៀងលើការឈប់បាញ់ជាបន្ទាន់និងដោយគ្មានលក្ខខណ្ឌស្របតាមសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរថ្ងៃទី26ខែតុលាឆ្នាំ2025ដោយនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ5ជំរុញនិងគាំទ្រទាំងប្រទេសថៃនិងកម្ពុជាឲ្យបន្តការចរចាដោយសន្តិវិធីលើការខ័ណ្ឌសីមាព្រំដែនរួមនិងវិលត្រឡប់ទៅរកភាពជាអ្នកជិតខាងល្អនិងកិច្ចសហប្រតិបត្តិការដើម្បីសន្តិភាពនិងមិត្តភាពយូរអង្វែងរវាងប្រជាជនថៃនិងកម្ពុជាក្នុងនាមជាពលរដ្ឋកម្ពុជានិងមិត្តភ័ក្តិរបស់កម្ពុជានិងថៃយើងខ្ញុំសូមឈរនៅជាមួយប្រជាជនកម្ពុជានិងថៃដ៏ស្លូតត្រង់រាប់មិនអស់ដែលជីវិតត្រូវបានរំខាននិងរងគ្រោះដោយសារចំនួននេះហើយយើងខ្ញុំជឿជាក់យ៉ាងមុតមាំលើមិត្តភាពយូរអង្វែងនិងភាពជាអ្នកជិតខាងល្អរវាងប្រទេសនិងប្រជាជនទាំងពីរចុះហត្ថលេខាដោយបញ្ជីឈ្មោះម្ចាស់ហត្ថលេខានៅលើគេហទំព័រ AWAS 以上です。結構長いですね。では、どのくらい皆さん理解できるかどうか自分でチェックしてくださいね。この日本語の文も、訳しましたので、ぜひ、読んでみてください。ただ、今日の理解できるのは、請願書、ខ្មែរ語はញ៉ាត់と言います。ចាសូមអរគុណច្រើនជម្រាបលាបាយបាយ